ចាប់ដើមធ្វើការមើលចរាចរណ៍ជុំវិញខ្លួនឡានយើងកញ្ចក់ឆ្វេងមើលទៅមុខទំហំផ្លូវមើលទីធ្លាខ្លាច់ប៉ាយខ្លះចឹងទៅតមកទៀតយើងអាចអនុវត្តបានហើយអញ្ចឹងឡានឆេះស្រាប់ឯមែនអត់បើអត់ឆេះយើងបើឆេះស្រាប់យើងគ្រាន់តែជន់ប្រាំងទាញដាក់លេខមកតោះជន់ប្រាំងឲ្យជាប់ដៃជើងឆ្វេងទុកមកគៀនណាជើងឆ្វេងបើយើងនឹងទុកទៅគៀនដើម្បីកុំឲ្យច្រឡំមានការហើជួយព្រោះយើងកាលណាយើងដាក់ចិត្តគ្នាពេកចេះតែហើជើងឆ្វេងនឹងច្រឡំជួយព្រោះការបើកបរយើងប្រើតែជើងមួយខាងឯណាគឺជើងខាងស្ដាំអញ្ចឹងជើងឆ្វេងទុកចោលគៀនទៅហើយផ្ដោតតែជើងស្ដាំឆ្លាស់ទៅឆ្លាស់មកទៅបានហើយតោះជើងស្ដាំផ្ដោតលើហ្វ្រាំងមួយសិនតោះជន់ប្រាំងឲ្យជាប់ហើយទាញលេខដែលយើងចង់បានជន់ឲ្យតឹងជើងណាហើយទាញលេខដែលយើងចង់បានទាញគាត់មកតាមតំណមកអញ្ចឹងយើងទាញតាមតំណហើយយើងមើលលើតាប់ឡូភ្លឺស្រ័យគេអញ្ចឹងតាមមកតង់ទៀតអូខេអញ្ចឹងកុំតន់ដកជើងហ្វ្រាំងណាវាយសញ្ញោឆ្វេងយកមួយហើយយើងមើលចរាចរណ៍មកពីមុខមកពីក្រោយបន្តមកទៀតយើងធ្វើការតម្រង់ទិសដៅក្បាលឡានទៅរកទីតាំងដែលយើងចង់បានឥឡូវនេះក្បាលឡានទៅត្រង់ហ្នឹងមែនអត់អញ្ចឹងយើងត្រូវការគិចឡានមុខអញ្ចឹងត្រូវការអំបិលកោតចេញទៅរកទីតាំងយើងចង់បានកន្លះជុំអញ្ចឹងទៅហើយមើលមុខឡានកន្លះជុំស្ទើរថែមទៀតមកមើលទៅមុខក្បាលឡានផុតពលីមកវិញខយលឿនមើលទីមកពីក្រោយមានឧបសគ្គជន់ឈប់វិញសិនពលាយដកជើងតិចតិចវាយសញ្ញោឆ្វេងអូខេតាមដានក្បាលឡានការបើកបរក្បាលឡានអ្នកនាំមុខអញ្ចឹងក្បាលឡានទៅដល់ណាចង់ឲ្យជាក្បាលឡានទៅណាដៃយើងបញ្ជាទៅនឹងទៅតោះមើលក្បាលឡានដេញចកោតថែមដល់កន្លះសិនកន្លះមើលស្ទើរថែមកន្លះទៀតហើយរាប់ចកោតផងណាតាមដានចកោតយើងដើម្បីស្រួលពលាវិញឡើងមែនណាចកោតមួយជុំហ្នឹងហើយអញ្ចឹងដល់ពេលក្បាលឡានតម្រង់ទៅឡើងយើងចង់បានពលាមួយជុំនឹងមួយមកហើយឈប់យកលើគេតែលើឧទាហរណ៍យើងច្រឡំលើគឺប៉ែម្នាក់អូខេអញ្ចឹងគេឲ្យលើហើយអញ្ចឹងសម្រាប់ផ្លូវត្រង់ញាក់បន្តិចទៅរកទីតាំងស្មើដៃវិញដៃកាន់ឲ្យស្មើទម្លាប់កាន់ដៃស្មើថ្លឹងឲ្យចូលឲ្យស្មើគ្នាពេលដែលខ្លាច់ប៉ះឲ្យមួយយើងគិចចុះប៉ុន្តែសេរីស្មើដៃវិញកាលណាយើងគិចម្ខាងអត់ពលាមកវិញវាទៅរហូតហើយអញ្ចឹងយើងចង់ទៅលើណាមួយសេរីហើយមុខត្រង់ស្មើដៃវិញយល់អត់យើងមើលទៅខាងមុខមើលឃើញផ្លូវរឿងទលាយឆ្លាស់ហ៎កាលណាយើងចង់លឿននេះហ្នឹងដកជើងទៅជួយគេអូខេមើលទៅមុខញាក់បន្តិចស្មើដៃញាក់បន្តិចស្មើដៃទលាយវាតិចតិចអូខេហើយដៃយើងញាក់ឲ្យកុំប្រឹងថ្លៃខ្លាំងពេកកុំក្តាប់ខ្លាំងកាត់ស្រាលបានហើយណាក្តាប់ខ្លាំងពេកប្រឹងយើងចុកដៃចកោតយើងធូរដែរទេយើងញាក់តែបន្តិចស្មើដៃហើយមិនបាច់ប្រឹងជំនួសឡានទេឡានវាអត់ដួលទៅណាទេណាផ្ដោតទៅលើយល់ពីឡានទៅហើយយើងចង់លឿនដកជើងជួយគេចង់ជិះអហ្វហ្វ្រាំងវិញមកចង់ទៅណាបើកោតទៅរកទីតាំងហ្នឹងហើយកុំគិចមើលមុខទៅឲ្យត្រង់ញាក់បន្តិចស្មើដៃវិញញាក់បន្តិចឲ្យមុខត្រង់ស្មើដៃវិញដៃហ្នឹងកុំក្តាប់ខ្លាំងពេកហើយកាន់តែនឹងយ៉ាងទៅសេរីបន្តិចស្មើដៃមើលទំហំផ្លូវជាមួយទំហំឡានយើងតម្រង់ទឹកដៅទៅមានឧបសគ្គដកជើងមកហ្វ្រាំងវិញសិនទុកពីលើតោះទុកលើហ្វ្រាំងវិញសិនអូខេមានឧបសគ្គអាចជន់តិចតិចបានជន់ឲ្យយឺតជាងតិចទៀតទៅវាយសញ្ញោឆ្វេងចោលមួយអូខេការបត់គេអត់បញ្ញាពេកគេបន្ថយល្បឿនយឺតហើយគេមើលចរាចរណ៍ជុំវិញឡានយើងសិនមើលមុខក្រោយឆ្វេងស្ដាំសិនហើយផ្ដោតលើក្បាលឡានអ្នកនាំមុខដៃយើងត្រៀមវិលតាមឲ្យក្បាលឡានហ្នឹងទាលតាមចំណិតផ្លូវឧទាហរណ៍ផ្លូវយើងកោងទៅឆ្វេងអញ្ចឹងដេញតិចតិចកន្លះសិនកន្លះមើលក្បាលឡានសិនស្ទើរថែមតិចទៀតតែតម្រូវឲ្យបត់ឆ្វេងយើងកោងទៅខាងស្ដាំយើងតិចនេះកោងមកខាងស្ដាំថែមតិចទៀតមកស្ទើរថែមហើយរាប់ចកោលផងវិលបានហើយពលាប៉ុណ្ណឹងវិញមកអញ្ចឹងកាលណាយើងវិលមកជុំពលាមកជុំវិញដែរបើយើងវិលមកជុំកន្លះពលាសងវិញក៏មកជុំកន្លះដែរហើយកុំប្រឹងមើលតែក្បាលឡានដេញទៅឧទាហរណ៍ឆ្នាំចកោលទៅដេញយ៉ាងហ្នឹងកន្លះថែមកន្លះទៀតហើយកុំស្ដាយចកោលប៉ុន្តែក៏មិនឲ្យប្រើភ្លាមច្រើនភ្លាមដែរដេញចកោលបើឃើញស្ទើរឲ្យថែមទៀតថែមរហូតតតែបត់បានតោះណាតោះឥឡូវរៀនបត់សិនកុំតន់គិតរឿងអីផ្សេងអត់តែបត់បានពលាបានសិនមកយើងអាចទៅជិះជួបដៃគេផ្សេងបានហើយមើលកញ្ចក់មកពីក្រោយវាយសញ្ញោឆ្វេងចោលមួយហើយមើលក្បាលឡានខ្លួនឯងហើយជាមួយខ្សែផ្លូវមកបត់ឆ្វេងគេរៀងកោនទៅខាងស្ដាំយើងអញ្ចឹងដៃយើងត្រៀមវិលតិចមកដៃយើងវិលកោតកុំប្រឹងជំនួសឡានណាវិលកោតថែមស្ទើរថែមតិចទៀតមើលទៀតពេលខ្លះចង់លើបធូរវិញខ្លះហើយបានគេថែមគេអត់វិលបញ្ញាគេតាមដានក្បាលឡានជាប់ហើយពលាចកោតប៉ុណ្ណឹងវិញបានហើយហើយវិលហ្នឹងចំណាំចកោតហ្នឹងតែពលាប៉ុណ្ណាវិលចកោតប៉ុណ្ណាអញ្ចឹងពលាសងប៉ុណ្ណឹងវិញទៅបានហើយតោះណាតោះមើលទៅមុខឲ្យឆ្ងាយតម្រង់ទៅគេតិចតិចបើទលាយហើយមើលទៅឆ្ងាយដោតមុខឡានទំហំឡានជាមួយផ្លូវបើសិនជាឃើញឡានគេមកបន្ថយល្បឿនសិនដឹងថាឡានទី1ឡានគេចតអញ្ចឹងគេបន្ថយល្បឿនលៃទៅគេមកកើតទៅបានមិនបាច់អែបខ្លាំងពេកទេកាលណាអែបខ្លាំងពេកនោះបាក់តិចមកវិញទេអញ្ចឹងគេអែបមកល្មមថាគេមកកើតយើងទៅកើតទៅបានហើយឬក៏យើងទៅអត់ទាន់កាត់ឈប់សិនឲ្យគេមកសិនឡាននោះគេឡើងទៅលើយើងទៅបានហើយស្មានខាងស្ដាំឲ្យច្រើនឡានជាទូទៅពិបាកស្មាននេះគឺឈុំខាងស្ដាំនេះតោះណាមិនខុសពីគ្រូអង្គុយនេះឲ្យគ្រូបាក់ស្មានឈុំនេះជាងគេអញ្ចឹងយើងអង្គុយខាងតកង់នេះបាក់ស្មាននេះខាងហ្នឹងព្រោះវាឆ្ងាយអញ្ចឹងនៅពេលដែលយើងខ្លាចប៉ះឲ្យមួយខាងហ្នឹងព្យាយាមស្មានខាងហ្នឹងបន្តិចកុំឲ្យវាគៀកខ្លាំងពេកកាលណាយើងពិបាកស្មានគឺស្មានកាន់តែឆ្ងាយអត់ឲ្យស្មានគៀកពេកខ្លាំងគៀកពេកខ្លាចជ្រុល
តោះមើលទៅមុខតាលាជួយគេបានហើយញាក់ទីស្មារតីញាក់ទីស្មារតីមើលចកោតរបស់យើងតម្រង់មុខឡានយើងទៅរកទីតាំងបាច់ប្រឹងជំនួសឡានទេញាក់តែចកោតបានហើយញាក់ទីមកស្មារតីញាក់ទីស្មារតីមើលមុខឲ្យត្រង់កាន់ឲ្យនឹងចង់លឿនដកជើងជួយគេតិចតិចទៅចង់យឺតដកជើងមក5វិញសិនមកមានឧបសគ្គលះជើងមកហ្វ្រាំងមកភ្នែកលះងាកចុះងាកឡើងឲ្យច្រើនជើងលះជាមួយការគ្រប់គ្រងហ្វ្រាំងគេដៃលះជាមួយការឃើញក្បាលឡានវាស្រេះហើយអត់ឲ្យនៅវាទេត្រូវទៅបើកឡានត្រូវត្រង់ឲ្យជាប់តែបើបត់ដល់លើការវិលបត់មកហើយពលាដូចដើមបត់វិលដេញមកហើយពលាដូចដើមតោះណាតោះវាយសញ្ញោស្នាមយកមួយអញ្ចឹងចាំបត់ក៏ដោយផ្លូវត្រង់ក៏ដោយគឺក្បាលឡានអ្នកនាំមុខឧទាហរណ៍យើងបត់ស្នាមអញ្ចឹងក្បាលឡានអ្នកទៅមុនយើងដៃយើងអ្នកវិលកោតថយលឿនយឺតហើយមើលគេមើលឯងមើលក្បាលឡានសិនមកក្បាលឡានហួសកន្លែងយើងចង់បត់ចាំវិលតោះដេញតិចតិចមកកន្លះជុំសិនមកហើយមើលគេផងត្រូវឈប់សិនមកហើយមើលក្បាលឡានដេញទៅរើទីតាំងកន្លះជុំកន្លះទៀតដល់មកជុំជាងទីទូទៅចកោតដែរមកជុំជាងនេះអញ្ចឹងមើលថែមទៀតមើលក្បាលឡានសិនចាំចិត្តត្រង់ចាំរុញទៅវិញមើលចិត្តត្រង់តោះរុញទៅវិញគ្រប់ចកោតរបស់យើងហ្នឹងទៅរៀនមិញបរៀនខ្វែងដៃមិនជួយទាញគ្នាទៅតោះណត់តោះមើលក្បាលឡានញាក់បន្តិចតែណាយើងធ្វើអញ្ចឹងអាចចុកដៃញាក់បន្តិចស្មារតីវិញអូខេរៀនបត់ចុះបត់ឡើងឲ្យស៊ាំចកោតហ្នឹងសិនទៅតោះសញ្ញោស្ដាប់មិនថយល្បឿនអញ្ចឹងមើលក្បាលឡានអ្នកនាំមុខទៅរកទីតាំងដែលលើដងផ្លូវដែលយើងចង់បានហ្នឹងទៅអញ្ចឹងក្បាលឡានអ្នកនាំមុខដៃយើងអ្នកអំវិលអញ្ចឹងមានតួនាទីវិជាក្បាលឡានទៅរកទីតាំងឲ្យយើងបត់ចង់បត់ស្នាមតោះបដិញ្ញកោតកន្លះជុំមកដេញថែមកោងតិចកន្លះជុំមើលស្ទើរចាំថែមហ៎បើថាអត់ស្ទើរមិនបាច់ថែមទេចង់ស្ទើរថែមបន្តិចទៀតចឹងទៅថែមទៀតចឹងទៅកុំឲ្យវាចូលដល់ផ្លូវគេតែចាំចិត្តត្រង់កុំតន់លាមុខមិនតន់ត្រង់ទេមុខចង្អុលមកឡើយទេចាំវាឆ្ងល់ចំមកចាំលាអញ្ចឹងមើលមុខឡានថាយើងចង់បានកន្លែងណាឲ្យវាតម្រង់ទៅកន្លែងហ្នឹងណាតោះមើលទៅមុខទៅលាជួយគេបានហើយដកជើងជួយគេទៀតហើយញាក់បន្តិចស្មារតីមើលទៅមុខឲ្យឆ្ងាយតម្រង់ទៅស្មារតីវិញអូខេញាក់បន្តិចជីកកាន់ស្នាមយើងឲ្យត្រឹមត្រូវនេះនៅឃើញវិញខ្លះនៅអីណាតោះសញ្ញោស្នាមថយល្បឿនដកជើងមកហ្វ្រាំងតិចសិនហើយបត់ស្នាមយើងរៀងគៀកស្នាមបើបត់ឆ្វេងយើងប៉ោងទៅស្នាមបើថយល្បឿនសិននាំជើងឲ្យយឺតមើលក្បាលឡានតោះដេញតិចសិនថែមទៀតចំណាំទៅកោតកោងហើយកោងទៀតកុំស្នាយកកោតមើលក្បាលឡានចិត្តត្រង់ចាំត្រង់ហ្មងក៏បានដែរឲ្យវាត្រង់នៅខាងយើងអូខេមកខាងយើងញ៉ាំពលាវិញព្រោះនេះជីទៅខាងយើងខាងនោះគេជីមកអត់ឲ្យឆ្លងនេះទៅវិញទៅមកហ្នឹងណាជីឲ្យចំខាងយើងតោះតលាជួយគេបានអញ្ចឹងកាលណាយើងបត់ស្នាមយើងមើលក្បាលឡានទៅសៀលគៀកកាយស្នាមហ្នឹងទៅកុំឲ្យវាឡើងកម្រើបលូឡើងអីទៅបានហើយប៉ុន្តែបើបត់ឆ្វេងវិញយើងឲ្យក្បាលឡានហ្នឹងហៀទៅខាងយើងបន្តិចទៅវាយសញ្ញោឆ្វេងយកមួយអូខេបន្ថយល្បឿនកាលណាបត់ឆ្វេងគេអត់ឲ្យគៀកទៅចេះហ្មងទេមើលគេមើលឯងច្រើនសិនទៅហើយកោនទៅខាងយើងនោះបន្តិចសិនយកចកោតកុំឲ្យតល់ប្រើចកោតច្រើនពេកចាំឲ្យវាដល់ខាងយើងសិនទៅចាំប្រើចកោតមកហ្នឹងហើយមកជុំជាងមិនដែរឲ្យវាហៀមកខាងយើងដល់ឡានចិត្តត្រង់ពលាដូចគ្នាហើយឈប់ទៅចប់ហើយសេរីតិចតួចឲ្យវាត្រង់រត់ត្រង់ទៅជួយគេបានទៅជួយទៅតលាជួយទៅបើមិនជួយក៏អស់ហ្វ្រាំងយឺតចឹងទៅតលាជួយគេបានមើលទៅមុខឲ្យឆ្ងាយតម្រង់ក្បាលឡានទៅដើម្បីដឹងឧបសគ្គមុនយើងចង់លឿនតឬក៏បន្ថយល្បឿនវិញហើយកុំប្រឹងជំនួសឡានប្រើតែចកោតបានហើយការបើកបោទី1ប្រើជើងឆ្លាស់ទៅឆ្លាស់មកប្រើជើងនេះវិលទៅវិលមកទី2ប្រើដៃវិលទៅវិលមកដូចគ្នាកុំប្រឹងខ្លួនកុំប្រឹងអីជំនួសឡានណាអូខេមើលតែក្បាលឡានទៅ